មនុស្សជាច្រើនព្យាយាមផ្លាស់ប្ដូរជីវិតដោយដាក់គោលដៅធំបង្កើតទម្លាប់ខ្លាំងឬរបបអាហារថ្មីជាមួយគំនិតថាឆ្នាំថ្មីខ្ញុំថ្មីអ្នកភ្ញាក់ពីព្រលឹមហាត់ប្រាណបង្កើតទម្លាប់ថ្មីហើយខិតខំរក្សាវាឲ្យបានជាប់លាប់ប៉ុន្តែបន្ទាប់ពីមួយសប្តាហ៍អ្វីក៏ត្រឡប់ទៅទម្លាប់ចាស់វិញមានអារម្មណ៍ធុញទ្រាន់មែនទេតែនេះជារឿងគួរឲ្យភ្ញាក់ផ្អើលនៅប្រទេសជប៉ុនមនុស្សមើលទៅស្ងប់ស្ងាត់មានការផ្ដោតអារម្មណ៍និងរស់នៅដោយគោលបំណងច្បាស់ហើយពួកគេមិនបានខិតខំខ្លាំងដូចយើងទេទីក្រុងស្អាតរលោងហើយប្រជាជនមានអាយុកាលវែងជាងគេលើពិភពលោកតើមានអ្វីកើតឡើងតើវាជាសារធាតុពូជការរឹងមាំពិសេសឬរបៀបរស់នៅបែប Zen ឬពិតហើយយើងកំពុងធ្វើទម្លាប់ខុសវិធីសូមស្វាគមន៍មកកាន់ Nobody Daily កន្លែងដែលយើងចែករំលែកចំណេះដឹងគំនិតល្អថ្ងៃនេះយើងនឹងស្វែងរលពីទម្លាប់តូចបែបជប៉ុនដែលអាចបង្កើតការផ្លាស់ប្ដូរធំក្នុងជីវិតមិនមែនដោយកម្លាំងចិត្តឬការបង្ខំខ្លួនឯងទេប៉ុន្តែដោយសកម្មភាពតូចដែលខួរក្បាលអ្នកមិនតវ៉ាអ្នកមិនចាំបាច់ផ្លាស់ទីទៅរស់នៅតូក្យូឬអនុវត្តរបៀបតឹងរឹងទេខ្ញុំបានស្រាវជ្រាវរួចហើយនេះគឺជាទម្លាប់តូច8យ៉ាងដែលមានមូលដ្ឋានវិទ្យាសាស្ត្រដែលអាចធ្វើឲ្យជីវិតអ្នកស្ងប់ស្អាតសុខភាពល្អនិងមានភាពជាប់លាប់ដោយមិនបង្ខំការផ្លាស់ប្ដូរធំដែលអ្នកនឹងបោះបង់ក្នុងមួយសប្តាហ៍ចាប់ផ្ដើមមួយទម្លាប់ទី1 Kaizen ការកែលម្អ 1% រៀងរាល់ថ្ងៃ Kaizen មានន័យថាកែលម្អជាបន្តបន្ទាប់មិនមែនការផ្លាស់ប្ដូរធំភ្លាមទេប៉ុន្តែប្រសើរឡើងបន្តិចរៀងរាល់ថ្ងៃវាជាគំនិតដែលធ្វើឲ្យ Toyota ជោគជ័យការកែលម្អតូចរៀងរាល់ថ្ងៃបង្កើតលទ្ធផលធំក្នុងរយៈពេលវែងចង់ហាត់ប្រាណកុំបង្ខំខ្លួនតែហាត់1ម៉ោងចាប់ផ្ដើមត្រាំ push up 1ចង់អានសៀវភៅអានតែ1ទំព័រតូចប៉ុន្តែជាប់លាប់ការជាប់លាប់ឈ្នះភាពខ្លាំងទម្លាប់ទី2 Ikigai ហេតុផលដែលធ្វើឲ្យញាក់ភ្ញាក់ព្រឹកវាអាចជាការធ្វើសួនបង្រៀនឬចំណាយពេលជាមួយគ្រួសារគោលបំណងតូចអាចមានឥទ្ធិពលធំសួរខ្លួនឯងថាអ្នកស្រឡាញ់អ្វីអ្នកពូកែអ្វីពិភពលោកត្រូវការអ្វីដែលអ្នកអាចរកចំណូលបានកម្លាំងដែលវាចូលគ្នានោះគឺ Ikigai របស់អ្នកទម្លាប់ទី3 Hara Hachibu ច្បាប់ 80% បញ្ឈប់ការញ៉ាំនៅពេលពេញក្រពះប្រហែល 80% ខួរក្បាលត្រូវការពេលប្រហែល20នាទីដើម្បីដឹងថាពេញទម្លាប់នេះជួយកាត់បន្ថយការញ៉ាំលើសនិងពង្រឹងសុខភាពរបស់អ្នកផងដែរទម្លាប់ទី4 Shinrin Yoku ធម្មជាតិជាថ្នាំព្យាបាលដើរយឺតនៅតាមដំណើរធម្មជាតិទោះត្រឹម10នាទីក៏ដោយក៏អាចបន្ថយ stress និងធ្វើឲ្យប្រព័ន្ធប្រសាទស្ងប់ល្អទម្លាប់ទី5 Wabi Sabi សម្រស់នៃភាពមិនល្អ perfect ភាពមិនល្អ perfect បង្ហាញពីជីវិតដែលបានរស់កុំតម្រាវភាពល្អ perfect ទទួលស្គាល់ការរីកចម្រើនដែលមិនស្អាតជានិច្ចទម្លាប់ទី6 Gaman ភាពរឹងមាំស្ងប់ស្ងាត់ទ្រាំបញ្ហាជាមួយកិត្តិយសមិនមែនបដិសេធការឈឺចាប់ទេប៉ុន្តែជ្រើសរើសបន្តទៅមុខទម្លាប់ទី7 Omoyari ការយកចិត្តទុកដាក់ទៅអ្នកដទៃការយកចិត្តទុកដាក់តូចបង្កើតក្តីសុខធំសួរខ្លួនឯងតើខ្ញុំអាចធ្វើឲ្យកម្លាំងនេះប្រសើរសម្រាប់អ្នកបន្ទាប់ទេទម្លាប់ទី8 Kintsugi ប្រែថ្មីស្នាមរបួសជាកម្លាំងជីវិតបែកបាក់អាចត្រូវបានជួសជុលនិងធ្វើឲ្យមានតម្លៃជាងមុនស្នាមរបួសបង្ហាញពីភាពក្លាហានទម្លាប់ទាំង8នេះមិនមែនជាផ្លូវកាត់ទេវាជាគ្រឹះនៃការរីកចម្រើនជ្រើសរើសមួយចាប់ផ្ដើមតូចធ្វើជាប់លាប់តើអ្នកនឹងចាប់ផ្ដើមពីមួយណាសូមជួយប្រាប់ខ្ញុំឲ្យបានដឹងផងជួបគ្នានៅវីដេអូក្រោយ